ថ្ងៃនេះខ្ញុំនឹងបង្ហាញពីការបង្កើត Google Login និង Registration ជាមួយនឹង Email និង Password ជាមួយនឹង Google Authentication ជាដំបូងគឺយើងត្រូវមាន Firebase បច្ចេកមួយបន្ទាប់មកគឺយើងត្រូវ enable Sign Method ក្នុងនេះគឺ add new provider ដែល enable email and password ដែលយើងអាចធ្វើការ login ជាមួយនឹង email and password បានយើងមក enable យើងចុច enable ក្នុងនេះមកគឺបានហើយហើយបន្តមកទៀតគឺយើងត្រូវមកចូលក្នុង page របស់យើងគឺយើងត្រូវប្រើ Flutter Fire Configure ហើយពេលនោះវានឹងបង្កើត Firebase option ហើយនឹង Google Service Web Android ហើយនិង iOS ចឹងបន្ទាប់ពីយើងបាន Google Service ហើយនិង Firebase option ហើយគឺយើងអាចធ្វើការបង្កើត function web login ហើយនិង registration web បច្ចេករបស់យើងបានហើយអញ្ចឹងក្នុងនេះខ្ញុំមាន login ហើយមាន function សម្រាប់ login ហើយក៏មាន UI ហើយដែរខ្ញុំនឹងបង្ហាញទ្រុសទៅហើយចាំអ្នកនរគ្នាអាច copy code តាមក្រោយអញ្ចឹងនៅខ្ញុំមាន form user login មួយជាមួយនឹង email password login ហើយនឹង register account អញ្ចឹងជាមុនមកខ្ញុំនឹងបង្ហាញពីការ register សិននៅក្នុងការ register ហ្នឹងគឺយើងអាចក្នុងមាន full name មាន email និង password អញ្ចឹង function register គឺយើងត្រូវប្រើជាមួយនឹងAuthentication Service នេះគឺយកចេញពី Firebase Instant ដែលវាចេញមកពី package Firebase Org តទៅយើងបាន instant ហើយយើងអាចហៅ function នៅក្នុងមកប្រើដើម្បី register គឺយើងត្រូវប្រើ function create user with email and password តទៅយើងហៅ function ហើយយើងត្រូវដាក់ email ចូលក្នុងហ្នឹងតមកយើងដាក់ password ចូលបន្តមកទៀតវានឹងបង្កើត user ចូលទៅក្នុង Firebase របស់យើងយើងអាចធ្វើការ update display name បានអញ្ចឹងជាឧទាហរណ៍ខ្ញុំនឹងបង្ហាញមើលខ្ញុំនឹង sign up user មួយនេះអញ្ចឹងនៅពេលហ្នឹងគឺយើងសរសេរទប់កុំឲ្យវាចូលទៅក្នុង home page ពួកយើងត្រូវការ verify email សិនដើម្បីអាចឲ្យ user ប្រើប្រាស់បានអញ្ចឹងនៅក្នុងបច្ចេករបស់យើងមកវានឹងមាន user មួយនៅក្នុងហ្នឹងដូច្នេះបន្តមកទៀតគឺយើងត្រូវមកក្នុង verification នេះនៅក្នុង verification screen នេះគឺមាន state ដែលចាំ check ថាតើ email នឹង verify ហើយនៅ user verify គឺមាន5វិនាទីម្ដងតាមរយៈ function check email verify នេះគឺយើងត្រូវ reload user យើងមកមើលក្នុងនេះគឺថាតើ email នឹងបាន verify ហើយឬនៅបើសិនជា email verify ហើយគឺយើង cancel វាបន្ទាប់មកគឺយើង push វាចូលទៅក្នុង home page អញ្ចឹងនៅក្នុងនេះគឺយើងអាចមកមើលក្នុង email របស់យើងនេះជាអញ្ចឹងដោយសារតែ email ហ្នឹងវាមាន URL មួយវែងខ្លាំងដូច្នេះវានឹងលោតចូល spam អញ្ចឹងយើងអាចឆែកក្នុង spam វិញនេះគឺជា link មួយដែលយើងអាចទទួលបានពី Google Org ដើម្បី verify email អញ្ចឹងយើងគ្រាន់តែចុចតាម link ហ្នឹងមកនោះវានឹង verify ឲ្យយើង auto តមកទៀតនៅក្នុង app របស់យើងវានឹង reload ចូលក្នុង dashboard មក home page ហើយចំពោះអញ្ចឹង register គឺមានតែប៉ុណ្្នឹងឯងហើយចំពោះ login វិញ
គឺយើងអាចប្រើជាមួយនឹង function sign in with email និង password នៅក្នុងគឺមាន email ហើយនិង password អញ្ចឹងយើងអាចនឹងយក user របស់បានហើយជាងអ្វីសំខាន់គឺ main page យើងទៅ check ថាតើ user នឹង verify នៅដើម្បីអាចឲ្យចូលទៅក្នុង home page បានជាងនៅក្នុងនេះគឺខ្ញុំប្រើ Org wrapper នេះតមកនៅក្នុងនោះគឺយើងត្រូវយក user ចេញពី Org chain Org state chain នេះតមកយើង check ថាតើ user នឹងមានឬក៏អត់បើ user នឹងមាន email verify នឹងក៏មានដែរតមកវា true ទៀតបានយើងអាចចូលទៅក្នុង home page បានហើយបើសិនជា email verify នឹងអត់ true ទេយើងត្រូវចូលទៅក្នុង verify email page អញ្ចឹងបើសិនជាអត់មាន user ទេគឺយើងចូលទៅក្នុង login page login screen អញ្ចឹងវីដេអូនេះខ្ញុំមានតែប៉ុណ្្នឹងទេបើសិនជាអ្នកនរគ្នាចូលចិត្តកុំភ្លេចជា like និង subscribe ផងដើម្បីចែករំលែកព័ត៌មានចំណេះដឹងនេះទៅ developer ផ្សេងផងដែរហើយបើសិនជាអ្នកនរគ្នាមានចម្ងល់អីអ្នកនរគ្នាអាចធ្វើការ comment នៅខាងក្រោមបានហើយចំពោះ code របស់ PG Infornet ខ្ញុំនឹងដាក់ link GitHub នៅក្នុង YouTube វីដេអូរបស់ខ្ញុំបើសិនជាអ្នកនរគ្នាចង់បានអ្នកនរគ្នាអាចចូលទៅក្នុង YouTube វីដេអូរបស់ខ្ញុំហើយកុំភ្លេចជួយ subscribe YouTube channel របស់ខ្ញុំផងអរគុណ